ប៉ុន្តែខ្ញុំនឹងលំអិតអំពីខ្លឹមសារសំខាន់ៗនៃជំពូកទី1ដល់ទី8ក្នុងសៀវភៅ The Checklist Manifesto ដែលបង្ហាញពីការវិវត្តនៃគំនិតនេះនិងការអនុវត្តរបស់វាលំអិតនៃជំពូកនីមួយៗ1ដល់8ជំពូក1បញ្ហានៃភាពល្ងង់ខ្លៅនិងភាពអសមត្ថភាព Ignorance versus Ineptitude ប្រធានបទ Snow លោក Gawande ចាប់ផ្ដើមដោយបែងចែកមូលហេតុនៃភាពបរាជ័យជាពីរប្រភេទក្នុងពិភពលោកទំនើបភាពល្ងង់ខ្លៅ Ignorance បរាជ័យដោយសារយើងមិនទាន់មានចំណេះដឹងឬបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាឧទាហរណ៍ជំងឺដែលមិនទាន់មានថ្នាំព្យាបាលភាពអសមត្ថភាពការធ្វេសប្រហែស Ineptitude បរាជ័យដោយសារយើងមិនបានប្រើប្រាស់ចំណេះដឹងដែលយើងមានរួចហើយដោយត្រឹមត្រូវឬបានរំលងជំហានចាំបាច់ចំណុចសំខាន់លោក Gawande អះអាងថាភាពបរាជ័យភាគច្រើនក្នុងវិស័យដែលមានជំនាញខ្ពស់បច្ចុប្បន្នគឺស្ថិតនៅក្នុងប្រភេទភាពអសមត្ថភាពឬការធ្វេសប្រហែសដែលអាចដោះស្រាយបានចំពុក2មេរៀនពីឧស្សាហកម្មអាកាសចរណ៍ The First Checklist ប្រធានបទ Snow ចំពុកនេះរៀបរាប់ពីប្រវត្តិសាស្ត្រនៃការចាប់កំណត់នៃបញ្ជីត្រួតពិនិត្យ Checklistរឿងរ៉ាវ B17 ក្នុងឆ្នាំ1935យន្តហោះទម្លាក់គ្រាប់បែក B17 ថ្មីមួយបានធ្លាក់ក្នុងអំឡុងពេលហោះហើរសាកល្បងដោយសារអ្នកបើកប្រាស់ភ្លេចធ្វើសកម្មភាពសាមញ្ញជំនួសឲ្យការបណ្ដុះបណ្ដាលស្ថាប័នថាមអ្នកបើកប្រាស់បានបង្កើតបញ្ជីត្រួតពិនិត្យសាមញ្ញមួយសម្រាប់នីតិវិធីនៃការហោះហើរនិងចុះដោតចំណុចសំខាន់បញ្ជីត្រួតពិនិត្យបានផ្លាស់ប្ដូរ B17 ពីយន្តហោះដែលពិបាកគ្រប់គ្រងទៅជា Flying Fortress ដែលបង្ហាញថាឧបករណ៍សាមញ្ញអាចដោះស្រាយបញ្ហានៃភាពស្មុគស្មាញប្រតិបត្តិការ Operational Complexity ជំពូក3រឿងរ៉ាវក្នុងឧស្សាហកម្មសំណង់ The Tower Builders ប្រធានបទ Snow ការពង្រីកគំនិតបញ្ជីត្រួតពិនិត្យទៅវិស័យស្មុគស្មាញផ្សេងទៀតវិស្វកម្មនិងស្ថាបត្យកម្មជំពូកនេះបង្ហាញថាវិស្វករនិងអ្នកសាងសង់ប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់យ៉ាងទូលំទូលាយដើម្បីគ្រប់គ្រងក្រុមជំនាញជាច្រើននិងដំណើរការស្មុគស្មាញរាប់មិនអស់ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់ធំៗចំណុចសំខាន់នៅក្នុងគម្រោងដែលមានមនុស្សច្រើនឧបករណ៍ត្រួតពិនិត្យមិនត្រឹមតែការពារកំហុសបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយសម្របសម្រួលការប្រាស្រ័យទាក់ទងរវាងអ្នកជំនាញផ្សេងគ្នាផងជំពូក4គម្រោងសាកល្បង WHO Surgical Checklist The Project Begins ប្រធានបទ Snow លោក Gawande ចាប់ផ្ដើមការងាររបស់ខ្លួនជាមួយអង្គការសុខភាពពិភពលោក WHO ដើម្បីសម្របគំនិតបញ្ជីត្រួតពិនិត្យទៅក្នុងបន្ទប់វះកាត់បញ្ហាក្នុងបន្ទប់វះកាត់ក្រុមវះកាត់គឺពោពេញតែដោយមនុស្សដែលមានជំនាញខ្ពស់ប៉ុន្តែភាពស្មុគស្មាញនៃការវះកាត់នីមួយៗធ្វើឲ្យមានការគំហុសឆ្គងកាត់ឡើងជាជាងញឹកញាប់ដូចជាការវះកាត់ខុសកន្លែងឬការរាប់ឆ្លងមើលរោគបន្ទប់ការវះកាត់ចំណុចសំខាន់ការបង្កើតសេចក្តីប្រងដំបូងនៃបញ្ជីត្រួតពិនិត្យសុវត្ថិភាពការវះកាត់បានចាប់ផ្ដើមដោយផ្ដោតទៅលើការបែងចែកនីតិវិធីការវះកាត់ជា3ផ្នែកមុនពេលចាក់ថ្នាំសន្លប់ sign in មុនពេលវះកាត់ time out និងមុនពេលចាក់ចេញ sign out ចំពោះ5របៀបបង្កើតបញ្ជីត្រួតពិនិត្យល្អ The Checklist Anatomy ប្រធានបទ Snow แนะนำអំពីគោលការណ៍សម្រាប់បង្កើតបញ្ជីត្រួតពិនិត្យដែលមានប្រសិទ្ធភាពលក្ខណៈត្រូវមានលក្ខណៈសាមញ្ញខ្លីបំផុតតាមដែលអាចធ្វើបានត្រូវមានលក្ខណៈជាក់លាក់ជិះវៀងខៀបមិនច្បាស់លាស់ត្រូវមានតែ5ដល់9មុខប៉ុណ្ណោះក្នុងមួយចំណិត point file ត្រូវកំណត់ចំណុច point file សម្រាប់ប្រើប្រាស់ប្រភេទ checklist ញែកនាំអំពីប្រភេទ do confirm ធ្វើឲ្យផ្ទៀងផ្ទាត់និង read do អានហើយធ្វើជំពូក6ការអនុវត្តបញ្ជីត្រួតពិនិត្យក្នុងវិស័យហិរញ្ញវត្ថុ The Saving of the Investor ប្រធានបទ Snow បង្ហាញពីរបៀបដែលបញ្ជីត្រួតពិនិត្យបានប្រើប្រាស់ក្នុងវិស័យដែលមានការវិនិច្ឆ័យអពរខ័យ
ការវិនិយោគទុន Venture Capital អ្នកវិនិយោគទុនដែលបកស្រាយទៅលើការវិនិច្ឆ័យផ្ទាល់ខ្លួនបានប្រាប់បញ្ជីត្រួតពិនិត្យដើម្បីធានាថាពួកគេបានពិចារណាលើកត្តាចាំបាច់ទាំងអស់ដូចជាទំហំទីផ្សារកម្មសិទ្ធិក្រុមហ៊ុននិងហានិភ័យចំណុចសំខាន់បញ្ជីត្រួតពិនិត្យជួយកាត់បន្ថយភាពលំអៀងផ្ទាល់ខ្លួននិងភាពងាយរងគ្រោះនៅពេលវិនិច្ឆ័យនៅពេលប្រឈមមុខនឹងស្ថានភាពមិនច្បាស់ចំពោះ7ការតស៊ូនិងទទួលយកវប្បធម៌ប្រជាជនបាស្នូលពិភាក្សាពីការលំបាកក្នុងការអនុវត្តបញ្ជីត្រួតពិនិត្យការតស៊ូរបស់វេជ្ជបណ្ឌិតគ្រូភរិវិស្វករជាច្រើនបានតស៊ូជាមួយនឹងគំនិតនេះដែលយល់ឃើញថាវាជាការប្រមាថល្មើសគ្នាឬជាការរំខានដល់ល្បឿនការងារការផ្លាស់ប្ដូរវប្បធម៌ការអនុវត្តប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែតម្រូវឲ្យមានបញ្ជីត្រួតពិនិត្យប៉ុណ្ណោះទេប៉ុន្តែតម្រូវឲ្យមានការផ្លាស់ប្ដូរវប្បធម៌ដែលលើកទឹកចិត្តឲ្យមានភាពរាបទានិងប្រាស្រ័យទាក់ទងដោយបើកចំហរវាងសមាជិកក្រុមទាំងអស់ចំពោះ8ឥទ្ធិពលទៅលើការងារជាក្រុម